សួស្តីបងប្អូនទាំងគ្នានេះគឺជាមុខម្ហូបសាគូអាំងដែលមានគ្រឿងផ្សំងាយហើយគ្រឿងផ្សំផងដែរមានដូចជាស្ករសប៊ីចេងអំបិល1ចុងស្លាបព្រាកាហ្វេម្សៅស៊ុបមាន់ខ្ញុំដាក់1ស្លាបព្រាកាហ្វេមានប្រេងខ្យងឬហៅថាប្រេងក្រុំនិងប្រេងអូលីវ1ចុងស្លាបព្រាបាយខ្ទឹមសខ្ញុំអត់បានច្រឹមវាទេបងប្អូនអាចយកទៅបុកជាមួយម្រេចបានរួចច្របល់វាឲ្យសព្វគ្រឿងប្រេងឆាខ្ញុំប្រើប្រេងអូលីវខ្ញុំដាក់ជីរាងឆ្អិនទៅបងប្អូនប្រហែលជា80%ឆ្អិនប៉ុណ្នេះគឺសាច់នៅផុយល្មមហើយខ្ញុំមានបន្លែខៀវមួយមុខទៀតដែរបងប្អូននេះគឺជាការផ្សំគ្រឿងម្រេចរបស់ខ្ញុំបងប្អូនអាចដាក់គ្រឿងតិចឬច្រើនតាមដែលចំណង់ចំណូលចិត្តបងប្អូនត្រូវការខ្ញុំបានច្រឹមខ្ទឹមនិងម្ទេសដាក់ថែមបញ្ចូលរួចធ្វើការច្របល់វាឲ្យចូលគ្នាចំណែកក្រូចឆ្មាបងប្អូនអាចបន្ថែមតាមចំណូលចិត្តបងប្អូនខ្ញុំថែមទឹកក្តៅនិងទឹកដោះគោខាប់បន្តិចដែរបងប្អូនខ្ញុំក៏មានទៅប្រហុកពីមុខទៀតដែរបងប្អូនប៉ុន្តែខ្ញុំមិនបានបង្ហាញពីវិធីធ្វើនៅក្នុងវីដេអូនេះអត់ទេហើយមុខម្ហូបមួយនេះគឺគ្រាន់តែជាការចែករំលែកនៅមុខម្ហូបចាំថ្ងៃរបស់ខ្ញុំតែប៉ុណ្ណោះសូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះខ្វះខាតត្រង់ណាសូមបងប្អូនជួយរួមកែលម្អ